អ្នកទាំងអស់គ្នាដឹងហើយថា AI ឥឡូវវាកំពុងតែវាយលុកទីផ្សារខ្លាំងមែនទែនអញ្ចឹងថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកស្គាល់ AI ទាំង5ដែលកំពុងល្បីនៅក្នុងឆ្នាំ2025នេះដែល Top 1 ហ្នឹងគឺសម្បូរអ្នកប្រើខ្លាំងជាងគេមិនថាអ្នកទាំងអស់គ្នាមិនថាខ្ញុំទេដែលចូលចិត្តប្រើវាមែនទែនគឺ ChatGPT នេះគឺវាអាចបំលែងរូបភាពដោយខ្ញុំធ្លាប់ធ្វើវីដេអូប្រាប់អ្នកទាំងអស់គ្នាហើយសំខាន់វាអាចទៅសេកូដបានហើយថែមទាំងផ្ដល់គំនិតល្អៗទាំង idea ល្អៗមែនទែនជាពិសេសគឺនៅភាសាអង់គ្លេសគឺវាផ្ដល់ idea មកយើងគឺល្អខ្លាំងមែនទែនចំពោះ ChatGPT នេះហើយ Top 2 នោះគឺ AI Gemini អានេះបើសិនជាខ្ញុំអានឈ្មោះខុសអ្នកគ្នាអធិស្ឋានផងគឺ AI នេះជា AI របស់ Google ដែលខ្ញុំគិតថាវាទាំងគំនិតទាំង idea ដែលវាបានឲ្យយើងខ្ញុំគិតថាល្អមែនទែនជាពិសេសគឺភាសាខ្មែរចំពោះ Top 3 វិញគឺជា AI មួយដែលខ្ញុំចូលចិត្តប្រើមែនទែនក្រៅបន្ទាប់ពី ChatGPT គឺ Claude AI អ្នកនាងចំពោះ Claude AI នេះខ្ញុំគិតថាវា best មែនទែនទៅលើភាសាខ្មែរ idea ជាភាសាខ្មែរបើវិញខ្ញុំគិតថាគឺ Claude នេះធ្វើបានល្អតែយើងអាចយកមកទាំងដល់បានទេយើងនៅតែកែអញ្ចឹងគ្រាន់តែថា idea ជាភាសាខ្មែរដែលវាទៅសេឲ្យមកយើងហ្នឹងគឺ idea ល្អមែនទែនចំពោះ AI ទី4វិញគឺមានឈ្មោះថា Midjourney នេះគឺជា AI សម្រាប់ generate បង្កើតរូបភាពលក្ខណៈពិសេសរបស់ AI មួយនេះគឺវាអាចបង្កើតរូបភាពបានស្អាតៗហើយ last one គឺ AI ដែលមានឈ្មោះថា Sora ដែល AI ហ្នឹងគឺជា AI ដែលប្រភេទ generate video សម្រាប់បង្កើតវីដេអូហើយ AI ហ្នឹងគឺទើបតែបង្កើតនៅក្នុងឆ្នាំ2024ថ្មីនេះទេអ្នកនរប៉ុន្តែផ្ទុះការចាប់អារម្មណ៍មែនតើនៅក្នុងឆ្នាំ2025នេះអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរមានអីបន្ថែមអ្នកនរអាចបន្ថែមនៅក្នុងវីដេអូនេះបានហើយកុំភ្លេច like follow subscribe ខ្ញុំមួយផងបាយបាយ